សម្រាប់4ចុចនេះយើងរៀនទំនាក់ទំនងឬនឹងមេគុណហើយយើងមើលពីផលបូកឬហើយនឹងផលគុណឬគេមានរូបមន្តខាងក្រោមនេះបើសមីការ degree ទី2មានមួយបញ្ញត្តិយើងមានរៀង a x ការ៉េបូក b បូក c ស្មើ0ហើយមេគុណ a នេះខុសពី0នេះ a នេះខុសពី0ហើយមានឬជាងតំណាង x1 ឬរបស់វាមាន2ណា x1 វាស្មើ alpha ហើយ x2 យើងតាំងដោយស្មើនឹង beta នោះគេបានផលបូកឬ alpha បូក beta នេះ alpha x1 beta x2 ស្មើនឹងដក b លើ a b ដែលជាមេគុណនៅខាងមុខ x ហើយ a នេះជាមេគុណនៅខាងមុខ x ការ៉េតែដកខាងមុខដក b លើ a ចុះផលគុណឬវាតកតងនឹងមេគុណដែល alpha beta យើងស្មើនឹង c លើ a យកមេគុណ c មកចែកនឹងមេគុណ a នេះបាទនេះជារូបមន្តដែលយើងអាចកណនាផលបូកឬហើយនឹងផលគុណចុះអារូបមន្តនឹងបានមកពីណាយើងមើលសម្រាប់បញ្ជាក់ខាងនេះទាំងអស់គ្នាឧបមាថាយើងយក alpha យើងស្មើនឹងដក b បូកឬ delta លើ 2a ហើយអា beta នេះវាគ្រាន់តែសញ្ញាផ្ទុយទៅនេះទេដូចតែគ្នាទេព្រោះសមីការ degree ទី2យើងមានឫស2នេះយើងយក alpha បូកនឹង beta នេះ alpha បូក beta យើងមិនយក alpha ប៉ុណ្ណេះបូកនឹង beta ប៉ុណ្នេះដោយសារនេះសញ្ញាបូកយើងទូទាត់ដោយមកដក b នឹងដក b យើងបានអីដក 2b ហើយ delta នឹង delta នេះវាអស់បាត់អញ្ចឹងយើងទៅសេបានប៉ុណ្ណេះ alpha បូក beta មកដក 2b លើ 2a អញ្ចឹងសម្រួលមេគុណនេះចូលទៅសល់ដក b លើ a ចុះ alpha គុណនឹង beta វិញនេះកាន់តែយើងយកម្ដុំ alpha នេះគុណនឹងម្ដុំ beta នេះហើយយើងគុណពលាតវាមកភាគយកគុណភាគយកភាគបែងគុណនឹងភាគបែងអញ្ចឹងយើងបានអានេះដកគុណនឹងដកបូក b ការ៉េអានេះយើងគុណមកបានបូក b ឬ delta នេះណាបូក b ឬ delta ហើយអានេះគុណនេះមកដក b ឬ delta ហើយ 2a គុណនឹង 2a នេះយើងបាន 4a ការ៉េអញ្ចឹងយើងស៊ីបានដូចខាងក្រោមនេះហ្នឹងតើមកយើងគិតទៅនេះ b beta នេះ b delta ហើយនឹងដក b delta នេះវាអស់អញ្ចឹងវាស្មើនឹង0អញ្ចឹងនៅសល់ b ការ៉េដកឬ delta ការ៉េតែអាឬ delta ការ៉េនេះយើងអាចសម្រួល radical វាចូលទៅនៅសល់អីសល់ delta តែ delta យើងវាស្មើនឹង b ការ៉េដក 4a ac អញ្ចឹងយើងទៅសេបាននេះមក b ការ៉េដក 4ac នេះ b ការ៉េដក 4ac ចុះមិនបានចេញបូកដោយសារតែសញ្ញាយើងនេះពីមុខដកពេលយើងគុណពលាតទៅវាបានដក b ការ៉េបូក ac អានេះជាតម្លៃរបស់ delta ដែលយើងបញ្ចេញពី radical ហើយយើងគុណសញ្ញាខាងមុខនេះបញ្ចូលខាងក្រោមនេះ 4a ការ៉េយើងទូទាត់មេគុណនេះ b ការ៉េb ការ៉េមេមុខនេះ b ការ៉េហើយនឹង b ការ៉េអស់ហើយបូក 4ac អញ្ចឹងយើងសល់ 4ac អញ្ចឹងយើងសេបានប៉ុណ្ណេះ 4ac លើក 4a ការ៉េសម្រួល a ការ៉េនិង a នេះទៅហើយ4នឹង4ទៅយកសល់ c លើ a ដែលជារូបមន្តយើងខាងនេះយើងទៅមើលឧទាហរណ៍វិញរកផលបូកនិងផលគុណឬនៃសមីការប៉ុណ្ណឹងអញ្ចឹងយើងមើលរបៀបសរសេរចម្លើយដំបូងយើងយកសមីការនេះមកសរសេរនេះសមីការសៀដើមរបស់យើងមក 2x ការ៉េបូក 3x ដក 7 ស្មើ0មានមេគុណ a យើង1 b 3ហើយនឹង c ដក 7 អញ្ចឹងយើងសរសេរយកមកបាទ c ទាំងអស់ហ្នឹងមកតបមកយើងចាប់ដើមរកផលបូកឬផលបូកឬយក alpha បូក beta មើលរូបមន្តយើងនេះ alpha បូក beta មកដក b លើ a យើងសេចូលមកដក b លើ a ជួសចូលផ្លឹបមក b យើងបាន3 a យើងបាន2អញ្ចឹងមកដក3លើ2រកផលគុណឬវិញម្ដងផលគុណឬយើងមាន alpha គុណ beta ស្មើ c លើ a នេះរូបវន្តខាងលើយកមកសរសេរមកហើយយើងជួសអា c នេះបាទ c នេះមានដក7អញ្ចឹងយើងបានដក7លើ a យើង2ហើយនេះជាចម្លើយជាការស្រេចឥឡូវយើងមើលឧទាហរណ៍ទី2វាប្លែកពីឧទាហរណ៍ទី1យ៉ាងម៉េចឧទាហរណ៍ទី2 alpha និង beta ជាឫសសមីការនេះកណនាក alpha ការ៉េបូក beta ការ៉េហើយនឹងខ alpha ដក3គុណនឹង beta ដក3អញ្ចឹងមុននឹងបានចម្លើយកហើយនឹងខនេះអាចទៅរួចបានតើយើងរកផលបូកហើយនឹងផលគុណឬសិនអញ្ចឹងរកដូចអានេះសិននេះដូចសមីការនៃឧទាហរណ៍ទី1យ៉ាងមករកអញ្ចឹងដូចគ្នាមក
ចឹងយើងទៅស៊ីចម្លើយមកចឹងយើងយកសមីការមកសរសេរនេះសមីការយើងដើមនេះចឹងយើងបានសមីការនឹងហើយយើងរកមេគុណ a b ហើយនឹង c ចឹងយើងសរសេរទៅនេះបន្តមាន a ស្មើនឹង1នេះមេគុណមុខនេះ1 b ស្មើនឹង5ហើយ c យើងនេះមានស្មើដល់1តមកយើងចាប់ដើមរកផលបូក alpha បូក beta ស្មើនឹងដក b លើ a ចឹងដក5រូបមន្តដក b យើង5 a យើង1ចឹងស្មើនឹងដក5ណាចឹង alpha មួយទៀតគុណនឹង beta មករូបមន្ត c លើ a c យើងបានមិនដក1ចឹងដក1លើ a យើង1ចឹងវាស្មើដក1ដឹងផលបូកដឹងផលគុណយើងចាប់ដើមសំណួរករបស់យើង alpha ការ៉េបូក beta ការ៉េ alpha ការ៉េបូក beta ការ៉េយើងបំលែងអាប៉ុណ្្នឹងឲ្យចេញជារាង a បូក b o ការ៉េចឹងវាមានការ៉េសងខាងយើងបូកថែមតែ2 alpha beta នេះយើងបូកថែមនេះមក2 alpha beta ពេលដែលអ្នកទាំងអស់គ្នាបូកវាលើសរបស់គេចឹងត្រូវដកអា2 alpha beta នេះចេញវិញចានេះមិនសល់0មូលហេតុគឺយើងចង់បានរាងប៉ុណ្ណេះកដោប៉ុណ្ណេះបាន alpha បូក beta o ការ៉េក្រោយនេះដាក់វាមួយផ្នែកចឹងយើងសរសេរដូចនេះបាន alpha បូក beta o ការ៉េនេះមកដុំនេះត្រឹម2 alpha beta នេះនៅក្រោយទុកមក c ដែលដក2 alpha beta បំលែងរួចហើយយើងទៅមើល alpha បូក beta យើងនេះស្មើនឹងដក5យើងយកមកដាក់កន្លែងនឹងមកហើយ alpha គុណ beta ស្មើដក1ដាក់កន្លែងនឹងមកចឹងយើងបាននេះចឹង alpha បូក beta យើងវាស្មើដក5 o ការ៉េនេះដក2គុណនឹង alpha គុណនឹង beta យើងយកឃើញខាងលើនេះស្មើដក1ជួសចូលមកហើយយើងគុណមកអានេះដក5ការ៉េស្មើ25អានេះដកគុណនឹងដកបូក2ម្ដង2ចឹង25បូក2ស្មើ25 2ចឹងឆ្លើយយកដល់ណាដូចនេះ alpha ការ៉េបូក beta ការ៉េស្មើ25 2ជាងមើលសំណួរខយើងវិញសំណួរខ alpha ដក3កតា beta ដក3នេះយើងគុណពលាតវាសិនណាបាន alpha beta នេះalpha គុណដក3បានដក3 alpha ដក3គុណនឹង beta បានដក3 beta ហើយដកគុណដកបូកនេះ3ដង5 4នេះយើងគុណពលាតវាមកតើមកយើងចាប់អាកដាលនេះជាកតាអញ្ចឹងយើងសេបាននេះ alpha beta នោះដែរចាប់មេ3នេះជាកតាពេលដែលយើងចាប់ជាកតាយើងដូរសញ្ញានេះទៅជាសញ្ញាបូកអញ្ចឹងចាប់3មកសល់ alpha បូក beta បូកនឹង5 4ចុះលេខចូលមក alpha គុណ beta យើងមិនដក1នេះហើយ alpha បូក beta យើងមិនដក5យើងគុណពលាតវាមកអានេះដក1អានេះ5 3ដង15ដកគុណដកបូកអញ្ចឹង15ដក1នេះ14បូក9ស្មើនឹង23អានេះជាចម្លើយឆ្លើយយកដោយមកដូចនេះ alpha ដក3កតា beta ដក3ស្មើនឹង23ជាចម្លើយចុងក្រោយសម្រាប់ឧទាហរណ៍ទាំងពីរនេះផលបូកឬនិងផលគុណឬប៉ុណ្ណេះវាគ្រប់គ្រាន់ហើយអញ្ចឹងយើងយកទៅលំនាំទាំងនេះយកទៅធ្វើកិច្ចការផ្ទះខាងក្រោមនេះជាកិច្ចការផ្ទះអញ្ចឹងអ្នកនរគ្នាធ្វើទៅប៉ុណ្ណេះបានហើយអាចស្ទាត់នឹងបាទរូបមន្តខាងលើ